គឺថ្វាយដល់បកគោដែលលោកតាបាទបដូរពីក្បាច់ចាស់ហ្នឹងយកក្បាច់ថ្មីនេះដោយមានរូបព្រះពុទ្ធបដិមានៅរូងសពនិមិត្តខាងក្រោមទីតាំងតម្កល់ព្រះអង្គធំខាងក្រោមស្ពានគឺស្អាតមែនតើអូណែពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់បាទកលេចមកមើលទស្សនវិជ្ជានៅលើកោះប្រជុំទេបន្តិចនៅឯបនៅប្រាសាទតម្កល់បកគោនេះបាទការរៀបចំតុបតែងដូចជាសួនមួយនៅឯបខាងមុខនៅចិត្តនាគទាំងសងខាងក៏បានរៀបចំមានការដាំផ្កាបាទដាំផ្កានិងការលម្អជាច្រើនទៀតនៅឯបត្រង់កន្លែងនេះបាទនៅខាងមុខទាំងសងខាងតែមកខាងនេះគឺបានរៀបចំស្ទើរតែរួចរាល់ហើយឥឡូវកំពុងតែរៀបចំដូចជាដាំផ្កាបន្ថែមទៀតគឺមិនទាន់រួចរាល់ទាំង 100% ទេគឺជំហៀងនៅខាងនេះមួយគឺបានរៀបចំនឹងការដាំផ្កាបន្ថែមការលម្អបាទក៏ជាសោភ័ណភាពមួយដ៏ស្អាតផងដែរបាទនេះគឺបងជាច្រើនគុំការងារបាទនៅក្នុងវត្តនៅលើកោះប្រជុំទេពនេះក៏បានដាំបាទដូចជាផ្កាបាទក៏ខ្ញុំបានស្គាល់ផ្កាទាំងអស់ទាំងប្រមាណហ្នឹងទេគឺបានដាំជាច្រើនណាស់នៅលើកោះនេះបាទជាលម្អមួយនៅបាទជាកន្លែងមួយតាក់ទាញបាទផងដែរបាទចន្លោះដែរនៅវាដែរនៅឯបហ្នឹងគឺដាំទាំងអស់បាទចំហៀងខាងនេះគឺបានដាំហើយសម្រាប់ទស្សនវិជ្ជានៅបាទគឺចិត្តរួចរាល់ហើយចំហៀងខាងហ្នឹងបាទទៅមើលចំហៀងមួយទៀតអូណោះបាទសំលេងយ៉ាងពីរោះរំដំបាទថ្វាយបាទសំលេងនេះគឺថ្វាយដល់បកគោដែលលោកតាកំពុងតែផ្លុំនៅភ្លេងយ៉ាងពីរោះបាទពុកម៉ែបងប្អូនមកស្ដាប់មុននេះបន្តិចគឺពីរោះមែនតែនភ្លេងនេះបាទដូចជាបាទគាត់មានការផ្លុំដូចជាមានបំពង់មួយដូចជាភ្លុកឬក៏ជាភ្លុកស្នែងកបីឬស្នែងគោក៏ខ្ញុំបានមិនទាន់បានដឹងប៉ិតប្រកបដែរតែផ្លុំគាត់ផ្លុំមួយមិញគឺពីរោះមែនតែនបាទនេះនៅកន្លែងបាទនេះគឺមានរៀបចំបាទដូចជាមានរៀបចំមានទាំងធូបមានទាំងទាយមានទាំងផ្កាឈូកបាទសម្រាប់ដាក់តុបតែងនៅកន្លែងបកគោផងដែរបាទនេះប្រាសាទបកគោតម្កល់បកគោប៉ុន្តែជួងបាទគឺមិនទាន់បានរៀបចំយកមកតម្លើងនៅដាក់ទីតាំងកន្លែងនេះទេបាទក៏សបញ្ជាក់ផងដែរបាទមកកលេចមកមើលការកសាងមករៀបចំការតុបតែងកន្លែងនេះបន្តិចគឺផ្កាបានរៀបចំបានដាក់បណ្ដាហើយប៉ុន្តែមិនទាន់បានរៀបចំដាក់ 100% នៅទីតាំងនេះទេអូនេះបាទនេះគឺដាំថ្មីបងប្អូននេះដាំដាក់ទៅនៅទាំងសងខាងភ្លេចមើលបងប្អូននេះបានដាំដែលរៀបចំនៅទីតាំងនេះស្រាប់តែប៉ុន្តែឥឡូវបានរៀបចំស្អាតមែនទែននេះបងប្អូននៅឯបហ្នឹងបាទគឺស្អាតមែនទែនការរៀបចំនៅទីតាំងនេះបាទនេះគឺកន្លែងនេះក៏បានរៀបចំបាទពីផ្លូវមួយដែរនិងមានកម្មចដាក៏មានមួយដែរនៅទីតាំងកន្លែងនេះបាទកម្មចដានេះគឺទឹកអូមើលទឹកបានស្ថានភាពទឹកនៅខាងក្រោមបាទខាងក្រោមនេះទឹកពេញខាងក្រោមនឹងអស់ហើយបងប្អូននេះទឹកហូរបាទនេះទឹកឡើងជន់អស់ហើយបងប្អូនអើយបាទនេះគឺនៅសាខែនេះខែភ្លៀងបាទទឹកច្រើននេះគឺបាទភ្លៀងប្រហែលថ្ងៃនេះគឺបានដូចជាបាទខានភ្លៀងប្រហែលថ្ងៃហើយបាទស្ថានភាពអាចទឹកនេះទឹកស្រកវិញហើយបាទខ្ញុំនឹងផ្ដិតយកទស្សនវិជ្ជានៅកន្លែងទំនប់ទឹកជូនពុកម៉ែបងប្អូនបន្តទៀតតែសូមផ្ដិតយកទស្សនវិជ្ជាលើកោះសិនបន្តមកនឹងបង្ហាញនៅទស្សនវិជ្ជាក្នុងវត្តបាទទៅមើលទីតាំងតម្កល់ព្រះអង្គធំតែម្ដងបាទអូទស្សនវិជ្ជានេះគឺត្រជាក់ណាបងប្អូនខែនេះបាទធម្មជាតិក៏ស្រស់ស្អាតដែរនេះមានការដាំផ្កាដាំអីបន្ថែមទៀតនៅសងខាងផ្លូវហ្នឹងបាទនេះអូនេះមានផ្កាហើយបងប្អូនផ្កាស្អាតមែនតើនេះនឹងហៅថាផ្កាអីទេក៏ខ្ញុំបានមិនដឹងដែរអានេះគឺស្អាតណាស់អានេះមើលទឹកបងប្អូនក្នុងខាងនោះទឹកហូរណានោះបាទឃើញអត់បងប្អូននេះទឹកពុលនេះគឺហូរបាទគឺហូរចុះមកហើយបានមិនដឹងថាស្ថានភាពទឹកនឹងហូរបុកយ៉ាងណាទេនៅមុខកន្លែងមុខផ្លូវចូលហ្នឹងគឺហូរខ្លាំងមែនតើបាទថ្ងៃនេះខ្ញុំនឹងបង្ហាញនៅទស្សនវិជ្ជានៅជុំវិញបាទនៅជុំវិញទីតាំងតម្កល់ព្រះអង្គធំនេះបន្តទៀតជូនពុកម៉ែបងប្អូនបាទដោយសារមួយរយៈក៏មិនបានបង្ហាញបាទ បាទ channel ខ្ញុំគឺមានឈ្មោះ
បារមីវត្តសតក៏បានចំណែនហ្នឹងក៏មានបញ្ហាប្រហែលបងប្អូនក៏សូមអភ័យទោសក៏ខ្ញុំបាទក៏សូមបង្កើតនេះចំណែថ្មីគឺវត្តសតនេះនឹងបង្ហាញในការកសាងបន្តទៀតនៅសារមួយរយៈហ្នឹងมันបានបង្ហាញដោយសារចំណែមានបញ្ហាបាទឲ្យពុកម៉ែបងប្អូននៅបង្កាន់ដៃបាទបង្កាន់ដៃឡើងទីតាំងតម្កល់ព្រះអង្គធំទាំងសងខាងគឺរៀបចំដូរបាទដូរកម្ពូលបង្កាន់ដៃនេះគឺស្អាតមែនតើគឺមុនដំបូងគឺបង្កាន់ដៃផ្សេងពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនសូមបង្ហាញកន្លែងបង្កាន់ដៃចាស់បង្កាន់ដៃចាស់បន្តិចនេះគឺក្បាច់នេះណានេះគឺរើចេញហើយនេះក្បាច់នេះបាទនេះគឺឥឡូវបាទបដូរពីក្បាច់ចាស់ហ្នឹងយកក្បាច់ថ្មីនេះដោយមានរូបព្រះពុទ្ធបដិមានៅចំនួន14ជ្រុងដែលដាក់ទាំងសងបាទទាំង4ជ្រុងនេះបងប្អូនគឺមានទាំង4ជ្រុងបាទគឺ4ទិសកម្ពូលយ៉ាងស្អាតនេះកម្ពូលខាងលើបាទជាក្បាច់ផ្កាបាទដូចផ្កាឈូកឯបងប្អូននេះគឺស្អាតនេះបាទនេះសូមបង្ហាញនៅទីតាំងខាងលើមុននឹងបង្ហាញជុំវិញនេះដោយសារការកំពុងតែរៀបចំដូចជានៅក្បាច់កម្ពូលហ្នឹងគឺមិនទាន់បានបោះសម្អាតស្អាត 100% ទេបាទកម្ពូលខាងលើនេះក៏បានរៀបចំដាក់បានមួយខាងហើយបានមួយខាងនៅសល់មួយខាងខាងនេះទៀតខាងមួយទៀតក៏ចិត្តរួចដែរបន្តិចទៀតគឺរួចហើយនឹងការរៀបចំឲ្យស្អាតបាទដោយសារទស្សនវិជ្ជានៅខាងលើដូចជាមានអ្វីខ្លាយទេបងប្អូនអត់មានអ្វីកសាងនៅខាងលើបន្តទេបាទខាងលើនេះក៏បានរៀបចំយ៉ាងស្អាតបាទហើយបាទបោះយ៉ាងស្អាតនឹងដុសបាទបាញ់ទឹកយ៉ាងស្អាតផងដែរនៅតែកម្មចដាលទេដែលមិនទាន់រៀបចំឲ្យស្អាតបាទទៅមើលទស្សនវិជ្ជានៅជុំវិញបន្តិចពុកម៉ែបងប្អូននៅទស្សនវិជ្ជានៅដីខាងរបងវត្តពុកម៉ែបងប្អូនខាងលើកោះប្រជុំទេពនេះវិញណោះមើលខាងនោះក៏វាស្រឡះមែនតែនគឺដីខាងប្រជាពលរដ្ឋខាងក្រៅរបងក៏បានរៀបចំបាទកាប់ឆ្ការយ៉ាងស្អាតឈូសឆាយយ៉ាងស្អាតដែរមើលទៅស្រឡះណាស់អូទាំងរវឹងបាទនេះលែកឃើញព្រៃទៀតហើយបាទមិនបងសម្បូរព្រៃឫស្សីឥឡូវក៏បានឈូសឆាយយ៉ាងស្អាតហើយបាទនេះបាទចំពោះទស្សនវិជ្ជានៅរូងសិប្បនិមិត្តខាងក្រោមទីតាំងតម្កល់ព្រះអង្គធំពុកម៉ែបងប្អូនគឺស្អាតមែនតែនគឺកសាងមិនទាន់រួចរាល់ទេបាទទាំងរូបនាគក៏បានកសាងរួចរាល់ហើយដែរគឺនៅតែលាបថ្នាំលាបអីបន្ថែមទៀតទេបាទនេះសម្រាប់រូងសិប្បនិមិត្តខាងក្រោមទីតាំងតម្កល់ព្រះអង្គធំគឺស្អាតមែនតែនគឺមិនទាន់ចេញរូបរាងទេនេះគឺបាទផ្នែកចេញចូលគឺមានសងខាងបាទមើលការកសាងបន្តិចអូណាមកងោកធំមែនតើបងប្អូននេះគឺលូតលាស់ធំលឿនបាទសម្រាប់ទីតាំងតម្កល់ប្របាទបាទគឺមិនទាន់បានរួចរាល់ទេបាទសម្រាប់នៅស្ពានឥន្ទនូនេះវិញពុកម៉ែបងប្អូនឃើញស្រាប់ហើយណាទឹកបាទទឹកនៅខាងក្រោមស្ពានគឺស្អាតមែនតើបាទស្ពាននេះគឺមិនទាន់មានជាងចូលកសាងបន្តទេប៉ុន្តែគឺស្អាតបាត់ទៅហើយណាសម្រាប់មានការទូកបាទមានទូកលំហែនៅខាងក្រោមនេះគឺស្អាតអាចស្ពាននេះអាចជារើមិនដឹងថារើឬយ៉ាងណាទេស្ពានឈើហ្នឹងបងប្អូនស្ពានដែលខ្ញុំកំពុងតែឈរនៅលើហ្នឹងបាទដោយសារមើលទៅវាទៀបផងតែស្អាតដែរស្ពានឈើនេះបងប្អូនស្អាតមែនតើបាទសម្រាប់ស្ពានឥន្ទនូនេះបងប្អូនគឺនៅមានការកសាងបន្តទៀតវាជាច្រើនបាទទាំងផ្នែកខាងក្រោមនេះគឺមិនទាន់បានកសាងនៅឡើយនេះបាទខាងក្រោមជាមួយខ្ញុំដើរឡើងបងប្អូននេះរៀងចោតបន្តិចដែរបងប្អូនរៀងចោតខាងនេះរៀងចោតដែរតែសម្រាប់ខាងលើគឺបាទគឺស្អាតណាស់បងប្អូនឃើញស្រាប់ហើយនេះមិននឹងថារៀបចំដាក់បន្ថែមទៀតឬយ៉ាងណាទេចាំមើលថាក្រុមជាងសិនបាទនេះទៅមើលទស្សនវិជ្ជានៅខាងនេះវិញមើលស្អាតមែនតែនបាទក៏លេចទៅមើលទីតាំងតម្កល់ព្រះអង្គធំបាទនេះបាទនេះជាទីតាំងខាងក្រោយសម្រាប់ទឹកបាទស្ថានភាពទឹកនេះក៏ឡើងខ្ពស់បាទនេះដោយសារបានដាក់ភ្លៀងមួយរយៈហ្នឹងគឺទឹកអាច
រៀងសម្រក់ជាងមុនបន្តិចដែរបាទនេះមកទៅមើលទិដ្ឋភាពនៅខាងក្រោយបាទស្ថានភាពនៅខាងក្រោយគឺស្អាតមែនទែនមកដល់ទីតាំងហើយបាទនេះបាទក៏ខ្ញុំបាទក៏មិនបានបង្ហាញដល់ទីតាំងខាងក្នុងទេដោយសារជាងបាទមិនអនុញ្ញាតឲ្យទៅថតខាងក្នុងទេពោះកំពុងតែរៀបចំនៃការកសាងមិនទាន់ហើយបាទទិដ្ឋភាពនេះក៏ខ្ញុំបាទក៏សូមបិទចប់ត្រឹមនឹងតែម្ដងបាទមុននឹងបញ្ចប់ខ្ញុំបាទក៏សូមអង្កាយគ្រប់ជូនពរពុកម៉ែបងប្អូនបាទធ្វើដំណើរទាំងផ្លូវចិត្តផ្លូវឆ្ងាយប្រកបដោយសុវត្ថិភាពបាទនិងពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិធនៈកុំបីឃ្លីឃ្លាឡើយបាទសូមអរគុណច្រើនសូមគោរពលា